ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ030សប្រប្រកាសស្តីពីការគ្រប់គ្រងក្នុងអាជីវកម្មទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្រធានសម្រាប់ជំពូកទី1បទបញ្ញត្តិទូទៅប្រការ1ប្រការនេះមានគោលបំណងជួយខាងក្រោមធានាប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការត្រួតពិនិត្យអាជីវកម្មទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្រធានធានាសមធម៌និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកដាក់បញ្ចាំនិងអ្នកទទួលទ្រព្យបញ្ចាំបង្កើតឲ្យមានប្រព័ន្ធផ្គត់ផ្គង់សាច់ប្រាក់ឆាប់រហ័សដោយស្របច្បាប់ក្រៅពីប្រព័ន្ធធនាគាររួមចំណែកទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្រធានដើម្បីធានានូវសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមប្រការ2ប្រការនេះមានគោលដៅកំណត់យន្តការវិធាននិងនីតិវិធីនៃការគ្រប់គ្រងនិងការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្រធានក្នុងព្រះរាជាណាចក្រកម្ពុជាប្រការ3ប្រការនេះមានវិសាលភាពអនុវត្តចំពោះសកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្រធានក្នុងព្រះរាជាណាចក្រកម្ពុជាប្រការ4ពាក្យបច្ចេកសព្ទដែលបានប្រើក្នុងប្រកាសនេះត្រូវបានកំណត់ដោយខាងក្រោមក្រសួងសម្ដីដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាយកដ្ឋានសម្ដីដល់នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុបញ្ចាំនិងប្រាតិភោគដល់អនុប្រធាននៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមន្ទីរសម្ដីដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តអាជ្ញាបណ្ណាំងសម្ដីដល់លិខិតគតិយុត្តិដែលចេញដោយក្រសួងដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនសហគ្រាសណាមួយប្រកបអាជីវកម្មទទួលបញ្ចាំនិងឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្រធានក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្របតាមលក្ខខណ្ឌដូចមានចែងក្នុងប្រកាសនេះលិខិតអនុញ្ញាតប្រកបអាជីវកម្មសម្ដៅដល់លិខិតដែលចេញដោយមន្ទីរដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនសហគ្រាសណាមួយប្រកបអាជីវកម្មទទួលបញ្ចាំនិងឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្រធានខ្នាតតូចក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្របតាមលក្ខខណ្ឌដូចមានចែងក្នុងប្រកាសនេះអាជីវកម្មទទួលបញ្ចាំសម្ដៅដល់សកម្មភាពពាណិជ្ជកម្មដែលអតិថិជនយកទ្រព្យទៅដាក់បញ្ចាំដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើមនិងការប្រាក់ទ្រព្យចំនួនទៅតាមកិច្ចសន្យាដែលបានកំណត់ជូនទៅអ្នកទទួលបញ្ចាំឬអ្នកទទួលប្រាតិភោគដោយអនុប្រធានអាជីវកម្មទទួលប្រាតិភោគដោយអនុប្រធានសម្ដៅដល់សកម្មភាពពាណិជ្ជកម្មដែលអតិថិជនធ្វើអនុប្រធានសិទ្ធិលើចលនវត្ថុរបស់ខ្លួនជូនទៅដល់អ្នកទទួលប្រាតិភោគដោយអនុប្រធានដើម្បីទទួលបាយប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើមនិងការប្រាក់ទ្រព្យចំនួនទៅតាមកិច្ចសន្យាដែលបានកំណត់ជូនទៅអ្នកទទួលប្រាតិភោគដោយអនុប្រធានវិញអ្នកទទួលបញ្ចាំបណ្ដាំពីក្រសួងមន្ទីរសម្ដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណាំងលិខិតអនុញ្ញាតប្រកបអាជីវកម្មទទួលទ្រព្យប្រាតិភោគដោយអនុប្រធានអ្នកទទួលប្រាតិភោគដោយអនុប្រធានសម្ដៅដល់នីតិបុគ្គលដែលទទួលបានអាជ្ញាបណ្ណាំងលិខិតអនុញ្ញាតប្រកបអាជីវកម្មទទួលទ្រព្យប្រាតិភោគដោយអនុប្រធានពីក្រសួងមន្ទីរអ្នកដាក់បញ្ចាំសម្ដៅដល់លោកវ័នបុគ្គលឬនីតិបុគ្គលដែលយកទ្រព្យទៅដាក់បញ្ចាំជាមួយអ្នកទទួលបញ្ចាំដើម្បីទទួលបានប្រាក់កម្ចីអ្នកដាក់ប្រាតិភោគដោយអនុប្រធានសម្ដៅដល់រូបវ័នបុគ្គលឬនីតិបុគ្គលដែលយកទ្រព្យទៅដាក់ប្រាតិភោគដោយអនុប្រធានជាមួយអ្នកទទួលប្រាតិភោគដោយអនុប្រធានដើម្បីទទួលបានប្រាក់កម្ចីទ្រព្យសម្ដៅដល់ចលនវត្ថុឬអចលនវត្ថុដែលជាកម្មវត្ថុយកទៅដាក់បញ្ចាំលុះសម្ដៅដល់ការទទួលយកមកវិញនៃទ្រព្យដែលបានដាក់បញ្ចាំឬដែលបានដាក់ប្រាតិភោគដោយអនុប្រធានវិញក្រោយពីបានសងប្រាក់ដើមប្រាក់កម្ចីនិងការប្រាក់ទ្រព្យចំនួនទៅតាមកិច្ចសន្យាដែលបានកំណត់ជូនទៅអ្នកទទួលបញ្ចាំឬអ្នកទទួលប្រាតិភោគដោយអនុប្រធានវិញកិច្ចសន្យាសម្ដៅដល់កិច្ចសន្យាទទួលបញ្ចាំឬទទួលប្រាតិភោគដោយអនុប្រធានដែលធ្វើឡើងរវាងអ្នកដាក់បញ្ចាំនិងអ្នកទទួលប្រាតិភោគដោយអនុប្រធាននិងអ្នកទទួលបញ្ចាំឬអ្នកទទួលប្រាតិភោគដោយអនុប្រធាន